បងស្វាតាបងយកអ្វីសំពេញសំពងម្លេះគឺខ្ញុំយកផ្លែឈើដែលទៅបែកពីព្រៃយកទៅផ្ទះនឹងណាហើយកំណាត់ឈើនេះខ្ញុំយកទៅជួសជុលផ្ទះរបស់ខ្ញុំការពាររដូវវស្សាខាងមុខនេះណាបងហើយនេះមកពីបងឯងមិនឆ្លាតដូចជាពួកខ្ញុំបងធ្វើដូចពួកខ្ញុំទៅបន្លាស់ទីគ្រប់ទីកន្លែងណាមានបន្លែផ្លែឈើខ្ញុំគឺទៅកន្លែងហ្នឹងមិនឃើញដាច់ពួកអ្វីផងមែនទេពួកយើងអូយរងាណាបាននៅតែបែបនេះយើងច្បាស់ជារងារឹងធ្គាមជាមិនខានហើយបងស្វាអើយនៅផ្ទះដែរទេនឹងអូរងាណារឿងទុនសាយកំជិលទាំង3កាលពីព្រេងនេះមានទុនសាយ3ក្បាលគឺជាមិត្តសម្លាញ់នឹងគ្នាទុនសាយទី1មានឈ្មោះថាស៊ីទុនសាយទី2មានឈ្មោះថាដេកទុនសាយទី3មានឈ្មោះថាខ្ជិលទុនសាយទាំង3ពុំដែលចេញរកចំណីឡើយគឺពួកវាចូលចិត្តចូលទៅក្នុងចំការរបស់អ្នកស្រុកភូមិដើម្បីលួចដំណាំគេស៊ីណែសម្លាញ់ខ្ញុំគិតថាពួកយើងគួរតែដេកស៊ីនៅក្នុងចំការនេះហើយព្រោះមានដំណាំច្រើនណាស់មែនហើយចំការនេះពួកយើងដេកស៊ីមួយខែមិនអស់ផងតែប៉ុណ្ណេះពួកយើងច្បាស់ជាធាត់តលុកតលុនមិនខានទេតែយ៉ាងណាត្រូវប្រុងប្រយ័ត្នខ្លួនផងណាប្រយ័ត្នតែម្ចាស់គេមកទាន់ប្រកាសជាខ្លាចជាទន្សាយអាំងជាមិនខានខ្ញុំដឹងហើយនិយាយគ្នារួចហើយទន្សាយទាំង3ក៏ចូលទៅស៊ីដំណាំអ្នកស្រុកស៊ីរួចហើយក៏នាំគ្នាដេកនៅទីនោះក្រោកពីដំណេកក៏នាំគ្នាស៊ីទៀតទន្សាយទាំង3ស៊ីទាល់តែជិតអស់ពីចំការដោយមិនគិតយកទុកជាចំណីនៅថ្ងៃក្រោយឡើយណែពួកឯងពេលនេះដំណាំក្នុងចំការចិត្តអស់ទៅហើយខ្ញុំគិតថាយើងគួរតែផ្លាស់ទីតាំងទៅមែនហើយប៉ុន្តែយើងទៅរកចំការនៅឯណាទៀតទៅនៅជើងភ្នំនេះមិនខ្វះចំការឲ្យពួកយើងស៊ីនោះទេឯងកុំព្រួយទុនសាយទាំង3ក៏នាំគ្នាដើរទៅចំការផ្សេងទៀតដើររៀងឆ្ងាយបន្តិចក៏ប្រទះឃើញចំការស្ពៃដែលមានពណ៌បៃតងយ៉ាងស្រស់ឃើញហើយម្នាក់សប្បាយចិត្តក្រៃលែងក៏ស្ទុះបោលចូលទៅក្នុងចំការនោះតែម្ដងចំការស្ពៃនេះមានពណ៌ល្អណាស់តោះពួកយើងសម្រុកចូលភ្លាមទៅតាយើងទុនសាយទាំងពីរបានស្ទុះចូលទៅក្នុងចំការនៅសល់តែទុនសាយខ្ជិលដែលវាខ្ជិលរត់ចូលសុកចិត្តរមៀលខ្លួនចូលទៅចំការអើយយើងហត់ណាស់គ្មានកម្លាំងនឹងរត់ទេរមៀលទៅស៊ីវិញល្អជាងសត្វទុនសាយទាំង3នាំគ្នាស៊ីយ៉ាងឆ្ងាញ់មាត់នៅក្នុងចំការដោយមិនខ្វល់អ្វីទាំងអស់ភ្លាមនោះស្រាប់តែមានចាបមួយហោះឆ្វែលក្បែរចំការដោយចម្ពុះមានពំមែកឈើតូចដើម្បីទុកធ្វើសម្បុកការពារពេលខែភ្លៀងឃើញបែបនេះទុនសាយស៊ីក៏ស្រែកសួរបងចាបតើបងពំមែកឈើតូចនេះយកទៅណាខ្ញុំពំមែកឈើតូចនេះយកទៅធ្វើសម្បុកដើម្បីការពាររដូវវស្សាខាងមុខនេះហើយមិនដឹងជាធ្វើបែបនេះនាំទៅហត់ធ្វើអីពេលណាដែលមានភ្លៀងរត់ទៅជ្រកក្រោមដើមឈើទៅវាចប់រឿងទៅហើយមែនហើយពួកយើងមិនទៅធ្វើរឿងអត់ប្រយោជន៍បែបនេះទេបងចាបអើយបងគួរតែធ្វើដូចពួកខ្ញុំទៅស៊ីឆ្ងាញ់ដេកស្រួលមិនមានអ្វីហត់នោះទេបងទាំង3គិតបែបណាក៏ស្រេចតែចិត្តចាស់តែខ្ញុំនៅតែចង់សាងសង់សម្បុករបស់ខ្ញុំដដែលពេលមានសម្បុកហើយខ្ញុំនឹងរកចំណីយកមកទុកនៅក្នុងសម្បុកទៀតហើយបងចាបឯងនេះល្ងងណាស់មិនឆ្លាតដូចពួកខ្ញុំសោះហើយពួកខ្ញុំមិនទៅខ្វល់អារឿងចឹងទេនាំតែខាតពេលអស់កម្លាំងឥតប្រយោជន៍តាមតែចិត្តពួកបងទៅចាខ្ញុំប្រញាប់ទៅហើយព្រោះខ្លាចមេឃងងឹតមើលផ្លូវមិនឃើញខ្ញុំទៅសិនហើយសត្វចាបក៏ហោះទៅបាត់ទៅចំណែកឯសត្វទន្សាយទាំង3កាលបើស៊ីបន្លែឆ្អែតហើយក៏ប្រះខ្លួនដេកទៀតលុះព្រឹកឡើងសត្វទន្សាយទាំង3ក៏នាំគ្នាបំលាស់ទីទៅកាន់កន្លែងថ្មីទៀតពេលនេះសត្វទន្សាយទាំង3បានប្រទះចំការឪឡឹកវិញម្ដងក្នុងចំការសុទ្ធតែផ្លែឪឡឹក
ផ្លែពីសពេញដីទន្សាយទាំង3ឃើញហើយសប្បាយចិត្តណាស់ព្រោះគិតថានឹងបានចំណីថ្មីស៊ីទៀតពេលនេះពួកយើងបានមកដល់ចំការឪឡឹកវិញម្ដងហើយមើលចុះផ្លែឪឡឹកច្រើនណាស់មែនហើយមិនត្រឹមតែច្រើនទេថែមទាំងធំទៀតផងតោះយើងកុំនៅរៀបរាប់យូរពេកឆាប់ចូលទៅស៊ីភ្លាមទៅខ្ញុំឃ្លានទៀតហើយមែនហើយតាកំពុងតែស៊ីឆ្ងាញ់ស្រាប់តែមានសត្វស្វាមួយក្បាលបានបេះផ្លែឈើពីព្រៃយួរសំពីងសំពងពីក្នុងព្រៃសម្ដៅទៅផ្ទះវានិងមានកំណាត់ឈើមួយចំនួនផងទន្សាយខ្ជិលឃើញដូចនេះក៏ហៅសួរណែបងស្វាតើបងយួរអ្វីសំពីងសំពងម្លេះហើយមានទាំងកំណាត់ឈើទៀតផងគឺខ្ញុំយកផ្លែឈើដែលទៅបេះពីព្រៃយកទៅផ្ទះនឹងណាហើយកំណាត់ឈើនេះខ្ញុំយកទៅជួសជុលផ្ទះរបស់ខ្ញុំការពាររដូវវស្សាខាងមុខនេះណាបងយាយហើយចុះបងឯងអីក៏ខំម៉េះមើលចុះយួរឡើងវិចខ្លួនអស់ហើយបាទខ្ញុំត្រូវតែខំចឹងហើយបើមិនខំទេខ្លាចរដូវវស្សាមកដល់ប្រកាសជាគ្មានទីជម្រកនិងគ្មានអាហារឡើយហើយនេះមកពីបងឯងមិនឆ្លាតដូចជាពួកខ្ញុំបងធ្វើដោយពួកខ្ញុំទៅបន្លាស់ទីគ្រប់ទីកន្លែងណាមានបន្លែផ្លែឈើខ្ញុំគឺទៅកន្លែងហ្នឹងមិនឃើញដាច់ពួកអ្វីផងមែនទេពួកយើងមែនហើយចំពោះខ្ញុំមិនគិតដូចជាបងអញ្ចឹងទេខ្ញុំមានផ្ទះត្រឹមត្រូវពេលធ្លាក់ខ្យល់បាំងខ្យល់ពេលធ្លាក់ភ្លៀងបាំងភ្លៀងហើយអាចទុកស្បៀងពេលមានចំនួនទឹកភ្លៀងបានទៀតផងព្រោះពេលមានចំនួនទឹកភ្លៀងពិបាកចេញរកចំណីណាស់ខ្ញុំគិតថាពួកបងគួរតែធ្វើផ្ទះនៅកន្លែងណាមួយដើម្បីកុំឲ្យពិបាកបំលាស់ទីបែបនេះទៀតពួកខ្ញុំមិនធ្វើទេខ្ជិលណាស់រស់នៅបែបនេះវាស្រួលហើយមិនចាំបាច់ហត់ទៅបេះផ្លែឈើព្រៃអីនោះទេបើអញ្ចឹងតាមតែចិត្តពួកបងចុះខ្ញុំទៅហើយពេលនេះពួកបងមិនខ្វល់នឹងសម្ដីខ្ញុំបន្តិចទៀតពួកបងដឹងជាមិនខានទេទន្សាយទាំង3មិនខ្វល់នឹងសម្ដីអ្នកណាទាំងអស់ពួកគេគិតតែពីធ្វើអ្វីតាមតែចិត្តចង់ធ្វើយ៉ាងណាឲ្យតែបានរស់ពីមួយថ្ងៃទៅមួយថ្ងៃដោយមិនបានគិតវែងឆ្ងាយឡើយរដូវវស្សាចូលមកដល់បានធ្វើឲ្យមានចំនួនទឹកភ្លៀងកើតឡើងគ្រប់សពសត្វទាំងឡាយនាំគ្នារត់ចូលទីជម្រករៀងខ្លួនដោយមិនបានបារម្ភនឹងការលិចលង់ឬអត់ឃ្លាននោះឡើយព្រោះតែពួកគេបានរៀបចំទំនុកបំរុងរួចជាស្រេចដើម្បីគេចផុតពីសេចក្តីស្រេកឃ្លាននិងគ្មានទីជម្រកពួកយើងពិតជាសំណាងណាស់ដែលបានធ្វើទីលំនៅនិងមានស្បៀងទុកសម្រាប់បរិភោគបែបនេះម៉ែណៃតែបងនឹកអាណិតដល់បងសាយទាំង3នោះណាមិនដឹងថាពេលនេះពួកគេរងាយ៉ាងណានោះទេហើយយ៉ាងម៉េចបានជាបងបារម្ភពីពួកគេទៅវិញក៏ព្រោះតែបងសាយទាំង3នោះមិនបានរកកន្លែងជ្រកនិងមិនបានរកចំណីដូចជាពួកយើងទេគិតតែពីស៊ីមករស់សប្បាយជាមួយនឹងដំណាំរបស់អ្នកស្រុកហើយពេលនេះមានចំនួនទឹកភ្លៀងអូនគិតទៅមើលតើពួកគេនឹងបានអ្វីជាអាហារនិងមានជម្រកឯណាស្នាក់នៅនោះនេះគឺមកពីពួកគេមិនបានគិតឲ្យបានវែងឆ្ងាយទៅបានជាបែបនេះតែខ្ញុំគិតថាបងកុំតែគិតច្រើនពេកធ្វើអីនៅពេលដែលពួកគេជួបការលំបាកបែបនេះពួកគេប្រកាសជាដឹងថាទីជម្រកនិងអាហារដែលជារបស់យើងខ្លួនឯងវាសំខាន់ប៉ុណ្ណាម៉ែពេលនេះកូនមានអារម្មណ៍ថាកក់ក្ដៅណាស់ទោះបីជាមានភ្លៀងខ្លាំងយ៉ាងណាក៏កូនមិនរងាដែរមែនហើយកូនព្រោះតែយើងមានសម្បុកដ៏កក់ក្ដៅនោះអីមែនហើយម៉ែពិតជាពូកែណាស់ដែលខំធ្វើសម្បុកពេលខែប្រាំងដល់ពេលខែវស្សាចូលមកដល់ទោះបីភ្លៀងខ្លាំងយ៉ាងណាក៏យើងមិនភ័យព្រួយដែរសំខាន់ម៉ែបានរកចំណីជាច្រើនយកមកដាក់នៅក្នុងសម្បុកទៀតមិនពិបាកចាញ់រកពេលភ្លៀងនោះទេមែនហើយកូនយើងធ្វើអ្វីក៏ដោយត្រូវគិតឲ្យបានវែងឆ្ងាយមិនត្រូវគិតតែក្នុងពេលបច្ចុប្បន្ននេះទេកូនត្រូវចាំណាអ្វីដែលយើងធ្វើនៅពេលបច្ចុប្បន្នគឺវានឹងហុចផលនាពេលអនាគតក
កូនដូចជាមិនយល់ទេម៉ែនៃនេះគឺដូចជាកូននិយាយខាងដើមនេះអញ្ចឹងម៉ែធ្វើនៅខែប្រាំងប៉ុន្តែនៅពេលខែវស្សាមកដល់អ្វីដែលម៉ែខំធ្វើក៏ឃើញថាបានផលពិតមែនកូនមើលទៅខាងក្រៅចុះមេឃភ្លៀងខ្លាំងណាស់បើសិនជាយើងមិនមានសម្បុកនេះទេតែយើងនឹងត្រូវធ្វើដូចម្ដេចទៅអូកូនយល់ហើយម៉ែរងាណាបាននៅតែបែបនេះយើងច្បាស់ជារងារឹងធ្គាមជាមិនខានហើយចំណែកខ្ញុំមិនឯងវិញមិនត្រឹមតែរងាទេថែមទាំងឃ្លានទៀតផងរងាឃ្លានហើយខ្ញុំក៏ដូចគ្នាដែរមើលចោះទឹកលិចដំណាំអ្នកស្រុកអស់ទៅហើយមើលទៅពួកយើងទាំង3នាក់ច្បាស់ជាស្លាប់ដោយសារតែរងានិងអត់ឃ្លានជាមិនខានអើយរងាណារងាតើយើងគួរតែសុំស្នាក់នៅជាមួយបងស្វាឬមួយក៏បងចាប់ទៅអីបើតែសុំបងស្វាប្រហែលជាអាចព្រោះបងស្វាមានធំតែបើតែសុំបងចាប់ប្រហែលជាមិនអាចទេព្រោះបងចាប់ជាសត្វតូចមួយហ្នឹងរងាតែយើងដូចជាខ្មាស់បងស្វាហើយនឹងបងចាប់ណាយើងមិនហ៊ានតែសុំពួកគាត់ស្នាក់អាស្រ័យនោះទេហើយហេតុអីទៅពេលនេះពួកយើងរងារឹងធ្គាមអស់ទៅហើយមែនហើយខ្ញុំរងាណាហើយពួកឯងមិនចាំទេអីនៅពេលដែលខែប្រាំងពួកយើងគិតតែពីចូលស៊ីដំណាំអ្នកស្រុកដេកស៊ីយ៉ាងសប្បាយមិនគិតខំរកទីចម្រោកដូចគេទេហើយក៏មិនខំរកចំណីទុកដែរដល់ពេលនេះបែរជាវេទនាស្ទើរស្លាប់ខ្ញុំខ្មាស់បងស្វាហើយនឹងបងចាប់ណាមែនហើយពួកយើងមិនគួរណាមិនស្ដាប់តាមការណែនាំរបស់បងស្វាហើយនឹងបងចាប់អញ្ចឹងទេថែមទាំងសាយចំអកឲ្យពួកគេថែមទៀតផងហើយបើអញ្ចឹងយើងត្រូវធ្វើយ៉ាងម៉េចទៅបើពេលនេះមេឃភ្លៀងមិនឈប់សោះនោះខ្ញុំមិនចង់ស្លាប់ទាំងបែបនេះទេហើយខ្ញុំថាពួកយើងគួរតែសាកទៅនិយាយជាមួយនឹងបងស្វាសិនទៅក្រែងលោគាត់ឲ្យយើងជ្រកនៅកន្លែងគាត់ទម្រាំតែផុតរដូវវស្សាចូលរដូវប្រាំងសំយើងសង់ផ្ទះដល់ខ្លួនឯងអ្នកទាំងពីរគិតយ៉ាងម៉េចដែរទៅបើអញ្ចឹងយើងទៅសុំបងស្វាទៅធ្វើយ៉ាងណាឲ្យតែបានរស់មួយគ្រានេះសិនទៅចាំគិតទៀតបានអញ្ចឹងក៏អញ្ចឹងចាស់ព្រោះតែរងាពេកនិងឃ្លានផងនោះទន្សាយទាំង3ក៏បានធ្វើដំណើរកាត់ភ្លៀងទាំងខ្លួនរងាដើម្បីទៅសុំបងស្វាស្នាក់អាស្រ័យពេលទៅដល់ទន្សាយស៊ីក៏ស្រែកហៅបងស្វាដែលនៅលើចុងឈើបងស្វាអើយនៅផ្ទះដែរទេនឹងរងាណាយីហើយចោះអ្នកណាគេមកហៅយើងទាំងភ្លៀងបែបនេះបងក៏មិនដឹងដែរចាំបងទៅអើតមើលសត្វស្វាឈ្មោលក៏បានអើតមើលតាមបង្អួចចុះមកក្រោមឃើញសត្វទន្សាយទាំង3កំពុងតែរងាខ្លួនទៅត្រើកស្វាឈ្មោលនោះក៏សួរបងស្វាយទាំង3តាហើយតើបងមករកខ្ញុំមានការអីទៅឆាប់ឡើងមកខាងលើសិនមកចាំនិយាយគ្នាទន្សាយទាំង3ក៏ឡើងទៅផ្ទះរបស់បងស្វាពេលចូលដល់ក្នុងផ្ទះស្វាញីក៏យកកន្សែងនិងទឹកក្តៅឲ្យផឹកដើម្បីកុំឲ្យផ្ដាសាយផឹកតែក្តៅនេះសិនទៅអរគុណហើយហេតុអីបានជាបងស្វាយទាំង3ឯងមានសភាពបែបនេះទៅវិញមើលចុះញ័រញាក់អស់ហើយគឺមកពីពួកខ្ញុំគ្មានចម្រុកនឹងគេនៅខាងក្រៅភ្លៀងខ្លាំងណាស់ពួកខ្ញុំរងាពេកទៅមកសុំស្នាក់អាស្រ័យជាមួយនឹងបងស្វាមួយរយៈសិនរឿងនេះខ្ញុំមិនថាអីទេខ្ញុំក៏អាណិតដល់បងដូចគ្នាបងឃើញទេពេលដែលខ្ញុំប្រាប់ឲ្យពួកបងធ្វើទីចម្រោកដើម្បីការពារពេលរដូវវស្សា
បងមិនព្រមធ្វើតាមខ្ញុំឡើយពេលនេះបងប្រហែលជាដឹងហើយថាទីជម្រកនិងអាហារនាខែវស្សានេះវាសំខាន់ខ្លាំងយ៉ាងណានោះពេលនេះខ្ញុំដឹងហើយពួកខ្ញុំមិនគួរណាគិតខ្លីបែបនេះសោះពេលរដូវប្រាំងមិនខំរកតែពេលរដូវវស្សាក៏វេទនាបែបនេះពួកខ្ញុំខុសធ្ងន់ណាស់ដែលមិនព្រមស្ដាប់តាមបងហើយមិនអីទេយ៉ាងណាខ្ញុំក៏មិនចិត្តអាក្រក់អីដែរប៉ុន្តែស្បៀងនៅក្នុងផ្ទះខ្ញុំរកទុកសម្រាប់តែក្នុងរដូវវស្សានេះដូច្នេះខ្ញុំគិតថាពេលរដូវវស្សាចប់ហើយពួកបងក៏អាចធ្វើផ្ទះនៅកន្លែងណាមួយឲ្យបានសមរម្យនឹងគេដែរហើយបងខំរកអាហារទុកផងទៅទុកសម្រាប់ខែភ្លៀងបែបនេះព្រោះក្នុងព្រៃនាខែវស្សាតែងតែមានភ្លៀងធ្លាក់មិនដាច់នោះទេហើយពួកខ្ញុំដឹងហើយពួកខ្ញុំនឹងមិនធ្វើបែបនេះទៀតទេចម្រោកនិងអាហារសំខាន់បំផុតពេលលែងភ្លៀងពួកខ្ញុំនឹងសង់ផ្ទះទុកខ្លួនឯងដែរហើយអរគុណណាស់ចំពោះសន្តានចិត្តរបស់បងស្វាទាំងពីរដែលមិនចិត្តដាច់ប្រកាន់រឿងចាស់របស់ពួកខ្ញុំបើមិនបានបងទាំងពីរទេម្លេះពួកខ្ញុំពេលនេះប្រកាសជារងាដាច់ពោះស្លាប់មិនខាននាពេលរដូវវស្សាចប់ហើយក៏ឈានចូលដល់រដូវរំហើយសត្វទន្សាយទាំង3ក៏លាបងស្វាប្តីប្រពន្ធទាំងពីរដើម្បីទៅធ្វើលំនៅដោយខ្លួនឯងវិញបងស្វាខ្ញុំអរគុណហើយដែលបានឲ្យពួកខ្ញុំទាំង3ស្នាក់នៅមួយរយៈនេះគុណបំណាច់របស់បងទាំងពីរពួកខ្ញុំនឹងចងចាំមិនភ្លេចទេមេរៀនលើកនេះធ្វើឲ្យពួកខ្ញុំយល់ច្បាស់ពីគុណតម្លៃនៃជីវិតភាពមានលំនឹងរឹងមាំទើបមិនធ្វើឲ្យយើងពិបាកមិនមែនរកតែមករស់នោះទេមែនហើយពួកខ្ញុំនឹងមិនភ្លេចពួកបងទេអរគុណហើយណាបងស្វាទាំងពីរខ្ញុំសប្បាយចិត្តណាស់ដែលបងទុនសាយទាំង3យល់បែបនេះខ្ញុំសង្ឃឹមថាឆ្នាំរដូវវស្សាឆ្នាំក្រោយបងនឹងមានទីជម្រកដ៏ល្អមួយទៅចោះម៉ែណាយកុំភ្លេចឧស្សាហ៍មកលេងពួកខ្ញុំផងណាខ្ញុំដឹងហើយពួកខ្ញុំទៅហើយសត្វទន្សាយទាំង3ក្រោយចាកចេញពីលំនៅរបស់ស្វាប្តីប្រពន្ធទាំងពីរហើយក៏ជួយគ្នាម្នាក់ទៅរកឈើម្នាក់ទៅរកអាហារនិងម្នាក់ទៀតជាអ្នកសាងសង់លំនៅថ្មីត្រៀមទប់ទល់ជាមួយរដូវវស្សាឆ្នាំក្រោយៗទៀតរឿងនេះឆ្លុះបញ្ចាំងឲ្យឃើញថាយើងម្នាក់ត្រូវតែខំប្រឹងរកដើម្បីឲ្យមានទីលំនៅពិតប្រាកដមួយនិងត្រូវចេះរកទុកដាក់ចេះសន្សំសំចៃពីព្រោះបើមិនចេះសន្សំទុកដាក់រៀបចំផែនការឲ្យច្បាស់លាស់ទេនោះក្រែងមានបញ្ហាណាមួយកើតឡើងយើងបែរជាគ្មានអ្វីទាំងអស់